ស្វាគមន៍បងប្អូនមកកាន់ The Story Podcast អេពីសូតទី9អរគុណដល់បងប្អូនខ្លាំងមែនទែនដែលតែងតែត្រឡប់មកស្ដាប់ The Story Podcast ជារៀងរាល់សប្តាហ៍ថ្ងៃនេះគឺជារឿងរ៉ាវដែលខ្ញុំទទួលបានពីបងប្អូនប្រុសសេឡានៅឯខេត្តកំពតរឿងរ៉ាវទាំងអស់ហ្នឹងបានកើតឡើងនៅលើកោះមួយបើខ្ញុំប្រាប់ឈ្មោះកោះនោះទៅបងប្អូនប្រកាសជាស្គាល់គ្រប់គ្នាតែម្ដងហើយសាច់រឿងនេះគឺជារឿងរបស់បងប្អូនសេឡាដែលបានជួបកាលពី2ឆ្នាំមុនពីព្រោះថារាល់ដងបងប្អូនសេឡានិងមិត្តភ័ក្តិរបស់គាត់ប៉ុន្មានអ្នកទៀតហ្នឹងគឺធ្លាប់ណាត់គ្នាទៅលេងកោះមួយហ្នឹងច្រើនដងមែនទែនប៉ុន្តែដោយសារតែការណាត់ម្ដងជា2ដងរហូតជិតដល់ថ្ងៃទៅមែនទែនហ្នឹងអ្នកខ្លះក៏ទំនេរអ្នកខ្លះក៏រវល់បាទដូចជាដឹងស្រាប់អញ្ចឹងបងប្អូននៅពេលដែលយើងដាក់កម្រងទៅកន្លែងណាមួយតែងតែមិនដែលបានទៅទេបើថាចង់ទៅកន្លែងណាមួយលុះត្រូវតែទៅយកតែម្ដងអាហ្នឹងខេងលោមានសង្ឃឹមខ្លះចុងក្រោយសល់តែ2-3នាក់អញ្ចឹងទៅគឺធ្វើឲ្យដំណើរកំសាន្តរបស់ពួកគាត់ជាញយដងមិនដែលបានសម្រេចនោះទេរហូតដល់ជិតឆ្លងឆ្នាំថ្មីទៅបងប្អូនសេឡាបានបបួលមិត្តភ័ក្តិរបស់គាត់ម្ដងទៀតហ្នឹងថាយើងនឹងទៅដើរលេងជាមួយគ្នានៅថ្ងៃទី29រហូតដល់ថ្ងៃទី1ឆ្លងឆ្នាំតែម្ដងដោយគាត់បានប្រាប់មិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាឲ្យត្រៀមខ្លួនឲ្យបានត្រឹមត្រូវលើកហ្នឹងគឺលេងមែនតែនតែម្ដងហាមខកខានបន្តទៀតហើយគឺថាគាត់អត់គ្រាន់តែណាត់ធម្មតាទេគាត់បានខលទៅកក់កន្លែងគេងរួចជាស្រេចនៅពីមុខមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាតែម្ដងដើម្បីកំណត់ថានឹងគឺជាការសម្រេចចិត្តយ៉ាងច្បាស់លាស់ទាំងអស់គ្នាហាមបដិសេធហាមមានកម្រងទៅណាទៅណីដោយអត់មានក្រុមទុកមិត្តភ័ក្តិទាំងអស់គ្នាដែលត្រូវទៅជុំគ្នានឹងមានចំនួនរហូតដល់ទៅ10នាក់បាទសប្បាយខ្លាំងមែនទែនហើយនៅថ្ងៃដែលត្រូវទៅនឹងពួកគាត់បានណាត់គ្នាប្រហែលជាម៉ោង12ពាក់កណ្ដាលថ្ងៃត្រង់ឲ្យបានជុំគ្នាបងសេឡាត្រូវចាំមិត្តភ័ក្តិរបស់គាត់នឹងតាំងពីថ្ងៃត្រង់រហូតដល់ទៅម៉ោងជាង1រាប់ចុះរាប់ឡើងបានប្រហែលតែ7នាក់រួមជាមួយនឹងបងប្រុសម្នាក់ទៀតហ្នឹងគឺ8នាក់តែប៉ុណ្ណោះ2នាក់ទៀតគឺលេះ100ចំពុកតែម្ដងជាប់រវល់នេះជាប់រវល់នោះចឹងទៅធ្វើឲ្យលើកហ្នឹងគឺនៅតែទៅមិនគ្រប់គ្នាដល់ដែរប៉ុន្តែយ៉ាងណាមិញបងសេឡានិងមិត្តភ័ក្តិទាំង7នាក់ក៏ត្រូវតែទៅព្រោះថាបានចាយលុយឲ្យថ្លៃកក់កន្លែងគេរួចអស់ទៅហើយតម្រាំតែធ្វើដំណើរចេញទៅហ្នឹងគឺអស់ជាង2ម៉ោងបាត់ទៅហើយល្មមទៅដល់ខេត្តហើយជីបន្តទៅដល់ផែត្រូវឆ្លងកោះទៅទៀតគឺរហូតទៅដល់ម៉ោង5ល្ងាចឯណោះរួមទាំងជិះកាណូតឆ្លងប្រហែលជិត1ម៉ោងទៀតល្មមទៅដល់កោះគឺមេឃចាប់ផ្ដើមងងឹតបណ្ដើបាត់ឆឹងតែម្ដងហើយនៅពេលដែលមេឃចាប់ផ្ដើមងងឹតអញ្ចឹងទៅសេឡាក៏គាត់បានដើរតម្រង់ទៅកន្លែងដែលគាត់បានកក់ទុកនឹងតែម្ដងដោយអត់ខ្វាយខ្វល់ពីរឿងអីផ្សេងនោះទេមិនដឹងថាជាសំណាងមិនល្អឬក៏បុណ្យវាសនាគាត់ធ្វើមិនដល់ពេលដែលទៅដល់ហ្នឹងក៏ឃើញថាបន្ទប់ដែលគាត់កក់ហ្នឹងបងប្អូនគឺជន់គ្នាជាមួយនឹងបន្ទប់ដែលគេបានកក់រួចទៅហើយឥឡូវនេះគឺគេបានចូលស្នាក់នៅមុនគាត់បាត់ទៅទៀតហើយបុគ្គលិកដែលមកទទួលភ្ញៀវថ្មីហ្នឹងគឺជាបុគ្គលិកថ្មីដូចគ្នាគាត់ទៅតែចូលថ្ងៃដំបូងទេនឹងអាចជាហេតុផលដែលគាត់ទទួលភ្ញៀវដតៃឲ្យចូលទៅក្នុងបន្ទប់ដែលគេបានកក់រួចរាល់ជាស្រេចគាត់នឹងមកទទួលភ្ញៀវថ្មីហ្នឹងដោយមិនបានដឹងឡើយថាបន្ទប់ហ្នឹងគឺកក់ជន់គ្នាហើយខាងបុគ្គលិកក៏បាននិយាយថាអញ្ចឹងឲ្យខ្ញុំសុំទោសផងបងខ្ញុំជាបុគ្គលិកថ្មីទេបងកុំប្តឹងផ្តល់ខ្ញុំអីបើមិនអញ្ចឹងទេខ្ញុំមុខជាត្រូវបានមេបញ្ឈប់ចាក់ជាពុំខានខ្ញុំនឹងសងប្រាក់ដែលបងបានកក់ទាំងប៉ុន្មានហ្នឹងឲ្យទៅវិញទាំងអស់តែម្ដងហើយខ្ញុំសុំទោសផងហើយគាត់បានបន្ថែមទៀតថាប៉ុន្តែនៅលើកោះហ្នឹងក្រៅពីកន្លែងរបស់ខ្ញុំអត់ខ្វះកន្លែងគេងទេបងអាចសាក់ជិះម៉ូតូដើរមើលមួយស្របក់ទៀតទៅប្រកាសជាឃើញហើយសេឡាគឺអត់ដឹងធ្វើម៉េចទេបើគ្នាសុំអង្វរបាច់ហ្នឹងហើយមានតែព្រមតាមហ្នឹងអញ្ចឹងទៅសេឡាក៏បានប្រឹក្សាជាមួយមិត្តភ័ក្តិដទៃទៀតដែលមកជាមួយគ្នាហ្នឹងថាអញ្ចឹងយើងមានតែជួលម៉ូតូមកជិះដើម្បីទៅរកកន្លែងស្នាក់នៅផ្សេងទៀតប៉ុន្តែអ្វីគ្រប់យ៉ាងគឺមិនងាយស្រួលដូចអ្វីដែលយើងគិតនោះទេស្រាប់តែកន្លែងគេងដែលគាត់បានដើររកគឺពេញទាំងអស់តែម្ដងសេឡាគ្មានជំរឿននោះទេយ៉ាងណាក៏ត្រូវតែជិះរកបន្តទៀតរកតតែបានថាបើយប់ហ្នឹងរកមិនបានទេពួកគាត់ប្រកាសជាមិនមានកន្លែងគេងហើយណាមួយទៀតចាប់ផ្ដើមងងឹតបណ្ដើផងម៉ោងក៏ជាង8យប់ទៅហើយចុងក្រោយគាត់ក៏រកបានកន្លែងស្នាក់នៅមួយនៅជាប់នឹងមាត់ឆ្នេរសមុទ្រទោះបីជាឃ្លាតឆ្ងាយពីអ្នកដទៃបន្តិចមែនប៉ុន្តែក៏ល្អដែរប្រសើរជាងគេងនៅកណ្ដាលផ្លូវម្យ៉ាងគឺជាកន្លែងស្នាក់នៅជាប់នឹងឆ្នេរសមុទ្រទៅទៀតអាចរាប់បានថាស្អាតជាងកន្លែងទី1ផងក៏ថាបានដែរលក្ខណៈរបស់កន្លែងនោះគឺជាប្រភេទបឹងកាឡូរបៀបដូចជាផ្ទះវិឡាភ្លោះញែកគ្នាដោយមានជញ្ជាំងថ្មកណ្ដាលមួយអញ្ចឹងហើយមានបន្ទប់គេង2គឺនៅជាន់លើនិងជាន់ខាងក្រោមដែលបន្ទប់ទាំងអស់នោះសុទ្ធសឹងតែបែរមុខទៅឆ្នេរសមុទ្រតែម្ដងបើកទ្វារចូលទៅភ្លាមគឺនៅក្នុងបន្ទប់ធំស្រឡះតែម្ដងមានគ្រែធំមួយនៅចំកណ្ដាលហើយមានតុគ្រឿងសម្អាងមានសម្ភារៈដោយកន្លែងគេងទូទៅធម្មតាអញ្ចឹងមានគ្រែធំមួយនឹងຂະຫນាត king bed មើលទៅដូចជាអាចគេងបាន5ទៅ6នាក់សល់គ្នាប៉ុន្មាននាក់ទៀតអាចគេងនៅលើសាឡុងឬក៏ឥតបានដល់ពេលរៀបចំអីវ៉ាន់ហើយពួកគេក៏បាននាំគ្នាចេញទៅលេងឯឆ្នេរសមុទ្រតែពួកគេក៏មិនភ្លេចរៀបចំបន្ទប់ឲ្យស្អាតបាតនិងចាក់សោមុននឹងចេញទៅដែរនៅពេលនោះពួកគេក៏បាននាំគ្នាលេងទឹកសមុទ្រយ៉ាងសប្បាយអត់បានគិតពីអ្វីទាំងអស់តែម្ដងសុកស្រាប់តែមានមិត្តភក្តិម្នាក់នៅក្នុងក្រុមឈ្មោះថាស៊ីណាតបានក្រឡេកឃើញថាវាំងននធំនៅក្នុងបន្ទប់បើកបិទងាកទៅម្ដងឃើញបើកងាកទៅម្ដងទៀតឃើញបិទប្រៀបដូចជាមាននរណាគេម្នាក់នៅក្នុងបន្ទប់នោះអញ្ចឹងស៊ីណាតក៏បានងាកទៅសួរមិត្តភក្តិដទៃទៀតបន្ថែមថាពួកឯងមានឃើញដូចគ្នាអត់ថានៅក្នុងបន្ទប់យើងអាចមាននរណាគេម្នាក់នៅក្នុងនោះតើពួកយើងចេញមកពីបន្ទប់នោះអស់ហើយឬនៅមិត្តភក្តិម្នាក់ក៏បានឆ្លើយតបថាអាណាតហើយឈ្គួតទេអីហើយមិនរាប់គ្នាយើង8នាក់គ្រប់តែម្ដងដល់ពេលនោះស៊ីណាតក៏បានរាប់មិត្តភក្តិម្ដងម្នាក់ទាំងអស់ហើយក៏និយាយថាគ្រប់មែនតើ8នាក់ពេលហ្នឹងស៊ីណាតក៏ឆ្ងល់ក្នុងចិត្តថាចុះនរណាគេនៅបិទបើកវាំងនននៅក្នុងបន្ទប់របស់យើងមិត្តភក្តិទាំងអស់គ្នាក៏បានងាកទៅមើលបន្ទប់នោះមែនហើយពួកគេពិតជាឃើញថាវាំងននបិទបើកពិតប្រាកដមែនដូចជាមាននរណាគេម្នាក់កំពុងតែទាញបិទបើករហូតអញ្ចឹងដល់ពេលប្អូនសេឡាឃើញបែបនេះហើយក៏មានអារម្មណ៍ថាព្រឺសម្បល់ភ្លាមតែម្ដងតែមានមិត្តភក្តិម្នាក់
អ្នកនៅក្នុងក្រុមនិយាយថាពួកឯងកុំបាច់គិតអីច្រើនពេកអាចនឹងយើងបើកកង្ហារចោលនៅក្នុងនឹងកថាបានដែររីឯមិត្តភក្តិដទៃទៀតក៏នាំគ្នាគិតតាមនឹងតែម្ដងហើយក៏ឆ្លើយតបថានឹងហើយប្រហែលជាពួកយើងអាចនឹងបើកកង្ហារទុកចោលនឹងឯងពេលហ្នឹងអ្នកទាំងអស់គ្នាក៏នាំគ្នាលេងទឹកសមុទ្របន្តទៀតអត់បានគិតអ្វីច្រើននោះដែរក្រោយមកពួកគេក៏បាននាំគ្នាទៅបន្ទប់វិញបើទ្វេបន្ទប់មកភ្លាមខ្វាក៏ឃើញថាពួកគេបានបើកកង្ហារចោលពិតមែនប្អូនសិលាឃើញបែបនេះក៏ធូរទ្រូងលេងភ័យខ្លាចដូចមុនហើយក្រុមមិត្តភក្តិទាំងអស់ក៏បន្តកន្ទុយគ្នាចូលងូតទឹកព្រោះថាមានកម្រងចង់ទៅផឹកស៊ីបន្តនៅផាប់របស់បឹងកឡូខាងក្រោមតែម្ដងមកប្រហែលជា9យប់ក៏ទៅអង្គុយជុំគ្នាតែដូចជាមានអារម្មណ៍ប្លែកព្រោះបរិយាកាសស្ងាត់ចម្លែកហេតុអ្វីអត់មានអ្នកផ្សេងសោះអញ្ចឹងឃើញតែគ្នាយើងពួកម៉ាក់ម្នាក់ទៀតក៏បាននិយាយថាបន្ទប់យើងនៅចុងគេបំផុតហើយបឹងកឡូនេះគឺនៅដាច់ស្រយាលពីគេដែរមានមនុស្សឯណាមកផឹកស៊ីជាមួយយើងអត់មនុស្សអញ្ចឹងល្អហើយយើងនាំគ្នាសប្បាយតែគ្នាយើងបែប VIP វើយអង្គុយលេងផឹកស៊ីបានមួយស្របក់ស៊ីណាតនឹងក៏ឈឺនោមហើយក៏ងឹតទៅនោមនៅក្បែរចណ្ដាលឡើងទៅជន់លើរបស់បឹងកឡូនឹងឯងនោមសុកស៊ីណាតស្រាប់តែដួលទៅលើដីតែម្ដងសេឡាក៏បានឃើញហើយក៏សួរថាអាណាតហេតុកើតអីហើយមើលទៅសកម្មភាពរបស់ស៊ីណាតដូចជាអត់ស្រួលនៅក្នុងខ្លួនសោះស៊ីណាតក៏ងាកមកឆ្លើយវិញបែបចម្លែកដោយសំឡេងគឺប្លែកខ្លាំងមែនតែម្ដងអូគ្នាមានអារម្មណ៍ថាអត់ស្រួលខ្លួនទេសូមឡើងទៅគេងមុនហើយណានិយាយតែប៉ុណ្្នឹងអត់បានស្ដាប់ការឆ្លើយតបរបស់សិលាផងក៏រត់ឡើងទៅគេងមុនតែម្ដងរីឯសិលាក៏និយាយជាមួយពួកម៉ាក់ផ្សេងទៀតថាអាណាតវាកាត់ថៃវាម៉ោងទៅតែ9កន្លះជាងហ្នឹងពួកម៉ាក់ដទៃទៀតក៏បានឆ្លើយតបថាអាណាតវាអាចនឹងមិនស្រួលខ្លួនដោយវាឆ្លើយតបនឹងឯងឲ្យវាទៅដេកទៅបាច់ខកពីវាទេរហូតដល់ម៉ោង11យប់បងអូនសិលានិងមិត្តដទៃទៀតក៏នាំគ្នាឡើងទៅដេកបងអូនសិលាដេកនៅលើឥដ្ឋក្បែរបន្ទប់ទឹកមួយស្របក់ក្រោយមកក៏ឮសូរសំឡេងមនុស្សហត់ដង្ហក់នៅក្បែរត្រចៀករបស់ខ្លួននៅពេលហ្នឹងគាត់ក៏ងើបឡើងទៅដើរមើលថាតើមាននរណាគេហត់នឿយឬក៏កំពុងតែដកដង្ហើមបែបហ្នឹងឬក៏អត់ប៉ុន្តែនៅពេលដែលងើបទៅមើលហ្នឹងគឺឃើញស៊ីណាតដេកលក់ស្ដុកស្ដឹងធម្មតាអត់មានអាការៈនឿយហត់បញ្ចេញសំឡេងអ្វីទាំងអស់តែសំឡេងខត់ហត់ដែលគាត់ស្ដាប់ឮហ្នឹងនៅតែឮដដែលសិលាក៏សម្លឹងមើលទៅជុំវិញបន្ទប់ថាមានមិត្តភក្តិផ្សេងទៀតហ្នឹងមានបញ្ហាអីឬអត់មើលទៅគឺមិត្តភក្តិទាំងអស់ដេកលក់ជាធម្មតាអត់មាននរណាគេមានបញ្ហាអ្វីកើតឡើងនោះទេអញ្ចឹងសិលាក៏គិតថាខ្លួនឯងប្រហែលជាស្រវឹងខ្លាំងហើយបានជាឮសំឡេងបែបនេះក៏មិនបានចាប់អារម្មណ៍អីបន្តទៀតដែរប្តីខ្លួនដេកសន្លប់យកតែម្ដងលុះពេលព្រឹកឡើងម៉ោង8ងើបឡើងភ្លាមស្រាប់តែបាត់ស៊ីណាតតែម្ដងអញ្ចឹងសិលាក៏បានដាស់មិត្តភក្តិគ្រប់គ្នាទាំងអស់ហើយសួរមើលថាតើស៊ីណាតបាត់ទៅណាមិត្តភក្តិគ្រប់គ្នាអត់ដឹងទេថាស៊ីណាតទៅណាដល់ពេលមើលវ៉ាលីរបស់ស៊ីណាតក៏បាត់ដូចគ្នាអញ្ចឹងបងអូនសិលាក៏បានប្រញាប់លើកទូរស័ព្ទទៅរកស៊ីណាតភ្លាមស៊ីណាតក៏បានលើកទូរស័ព្ទសិលានិយាយថាស៊ីណាតហែកទៅណាស៊ីណាតក៏ឆ្លើយតបវិញថាឯងមកដល់ត្រៃមកខាងទៀតហើយដល់កន្លែងបែនឡានហើយចុះហែងទៅដល់ហ្នឹងតាំងពីពេលណាសិលាសួរបន្តស៊ីណាតក៏ឆ្លើយតបថាចេញមកតាំងពីម៉ោង6ព្រឹកម្លេះព្រោះម៉ាក់គ្នាហៅមានការជាបន្តសិលាក៏តបវិញថាក្រែងពេលហែងមកហ្នឹងសុំគាត់ហៅតើអីមិត្តភក្តិដទៃទៀតដោយខ្លាចពួកនឹងឆ្លោះគ្នាក៏និយាយថាឲ្យអាស៊ីណាតនឹងទៅដោយសារអីសង្ស័យតែវាមានការបន្តមែនហើយកុំទៅគាត់វាអីអញ្ចឹងសិលាក៏បណ្ដោយតាមហ្នឹងទៅដល់ពេលដែលត្រូវងូតទឹករៀបចំខ្លួនហើយមិត្តភក្តិរបស់ស៊ីណាតឈ្មោះថាតុងពេលហ្នឹងក៏បានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកស្រាប់តែវាស្រែកយ៉ាងខ្លាំងហើយក្រុមពួកម៉ាក់ដទៃទៀតក៏រត់ទៅមើលថាមានរឿងអីកើតឡើងរូបភាពដែលអ្នកទាំងអស់គ្នាឃើញនោះគឺមានដុំសក់បែបក្តាំជាក្តាប់បាំងពេញមាត់បំពង់លូក្នុងបន្ទប់ទឹកតែម្ដងគ្រប់គ្នាឆ្ងល់ណាស់ថាចុះសក់អ្នកណាពេលសិលាងូតទឹកយប់មិញដូចជាមិនមានសក់បាំងបែបនេះទេម្យ៉ាងនៅក្នុងបន្ទប់សុទ្ធតែមនុស្សប្រុសហេតុអ្វីបានជាមានសក់វែងបែបនេះគ្រប់គ្នាឆ្ងល់មែនតែប៉ុន្តែក៏មិនបានគិតអ្វីច្រើនដែរក៏សម្រាប់ចិត្តប្រមូលសក់នឹងក្រវត្តចោលសិនទៅប្រញាប់នឹងងូតទឹកនឹងអាចចេញទៅក្រៅញ៉ាំអីហើយពេលញ៉ាំអីចប់ក៏ត្រឡប់មកផ្ទះវិញនៅខណៈពេលដែលកំពុងតែដើរមកបន្ទប់វិញនឹងអត់ទាន់ដល់បន្ទប់ផងស្រាប់តែបងអូនសិលាបានក្រឡេកភ្នែកទៅឃើញស្ត្រីមេផ្ទះម្នាក់កំពុងតែកាន់ធូបទៀនផ្កាជាមួយនឹងសំណាញ់ដើរតម្រង់ទៅកាន់បន្ទប់របស់ពួកគេបន្ទាប់មកស្ត្រីមេផ្ទះនោះក៏លើកដៃសំពះបួងសួងអញ្ចឹងទៅមិត្តភក្តិនៅក្នុងក្រុមរបស់បងអូនសិលាក៏នាំគ្នាមើលមុខគ្នាហើយឆ្ងល់ថាតើគាត់សំពះអីហ្នឹងក្រុមមិត្តភក្តិទាំងអស់ក៏ដើរបន្តទៅដល់បន្ទប់គេងស្រាប់តែមកដល់ប៉ាប់អ៊ំស្រីម្នាក់ហ្នឹងក៏ងាកមុខហើយធ្វើបែបភ្ញាក់ផ្អើលហើយក៏និយាយថាសុំទោសផងបងអូនកន្លែងនេះគឺជាកន្លែងហាមឃាត់អត់អនុញ្ញាតឲ្យនរណាចូលមកទេដល់ពេលអញ្ចឹងទៅពួកនឹងក៏នាំគ្នាធ្វើមកបែបឆ្ងល់ហើយក៏សួរទៅវិញថាមិនបានជាខ្ញុំចូលមកនឹងអត់បានព្រោះអីខ្ញុំត្រូវសម្រាប់នៅក្នុងបន្ទប់ហ្នឹងដល់ពេលអញ្ចឹងទៅអ៊ំស្រីហ្នឹងក៏ធ្វើមកបែបភ្ញាក់ផ្អើលព្រឹតម្ដងទៀតសាជាថ្មីហើយក៏និយាយថាឲ្យអ៊ំសុំទោសអ៊ំអត់ដឹងថាពួកយើងសម្រាប់នៅទីនេះអញ្ចឹងអ៊ំប្រញាប់ទៅវិញហើយគាត់ក៏ប្រញាប់ដើរទៅយ៉ាងលឿនតែម្ដងបាត់សូនឈឹងដល់ពេលអញ្ចឹងទៅមិត្តភក្តិរបស់គាត់ទាំងអស់គ្នាក៏នាំគ្នាឆ្ងល់បន្តទៀតដែរមានអារម្មណ៍ថាព្រឺសម្បុរបន្តិចហើយនឹងឆ្ងល់បន្តិចហើយពួកគេក៏ប្រញាប់នាំគ្នាចូលទៅក្នុងបន្ទប់សម្រាប់បានមួយផ្លែក៏បានប្រាប់ថានាំគ្នាមួយទឹករៀបចំខ្លួនទៅចាំម៉ោង6ល្ងាចចាំយើងណាត់គ្នាទៅកន្លែងហាងផឹកស៊ីមួយកន្លែងរៀងឆ្ងាយបន្តិចពីបឹងកាឡូនេះទាំងអស់គ្នាអង្គុយញ៉ាំបាយផឹកស៊ីលេងសប្បាយជាមួយគ្នារហូតដល់ម៉ោង12យប់អ្នកខ្លះក៏សុំទៅសម្រាប់មុនអ្នកខ្លះទៀតក៏បន្តអង្គុយញ៉ាំអញ្ចឹងទៅរហូតដល់ម៉ោង1យប់សិលាក៏បានប្រាប់ថាប៉ុណ្ណឹងបានហើយល្មមទៅផ្ទះយើងតោះនាំគ្នាត្រឡប់ទៅបន្ទប់គេងវិញគាត់ក៏ជិះម៉ូតូត្រឡប់ពីហាងផឹកស៊ីទៅកន្លែងគេងវិញតែនៅចង្វាក់ដែលគាត់កំពុងតែបើកម៉ូតូហ្នឹងគាត់មានអារម្មណ៍ថាដូចជាមាននរណាគេម្នាក់ជិះពីក្រោយហើយអោបចង្កេះគាត់តែពេលហ្នឹងគឺគាត់ជិះម៉ូតូមកវិញតែឯងទេអត់មាននរណាគេមកជាមួយគាត់ទេពេលហ្នឹងគ្រាន់តែនឹកឃើញបែបហ្នឹងគាត់ព្រឺសម្បុរពេញខ្លួនតែម្ដងសឹងតែបើកបរម៉ូតូលេងកើតតែយ៉ាងណាក៏ដោយសិលាខំប្រឹងតាំងសតិខំជិះឲ្យមកដល់បន្ទប់គេងវិញទាល់តែបានដល់ពេលមកដល់កន្លែងគេងហ្នឹងបើបន្ទប់ប៉ាប់ក៏ឃើញមិត្តភក្តិទាំងអស់គេងលក់អស់រលីងនៅសល់តែអាតុងមួយប៉ុណ្ណោះដែលអត់ទាន់គេងដល់ពេលអញ្ចឹងសិលាក៏
បបួលតង់ហ្នឹងមកអង្គុយផឹកស៊ីមួយកំប៉ុងពីរកំប៉ុងបន្ថែមទៀតដើម្បីនិយាយពីរឿងនេះរឿងនោះតែបានជួបមកអញ្ចឹងទៅពន្យាពេលរហូតដល់ម៉ោង2យប់ជាងពេលហ្នឹងដល់ម៉ោងដែលត្រូវចូលគេងហើយសេឡាក៏ចូលទៅគេងដែរអញ្ចឹងទៅស្រាប់តែរៀបចំបិទភ្នែករលាវក៏ក្រឡេកភ្នែកទៅឃើញមនុស្សនៅឯវេរ៉ង់ដាខាងមុខគឺនៅកន្លែងវេរ៉ង់ដាហ្នឹងអត់មានយ៉ាងណាបាំងទេអ្នកទាំងអស់គ្នាគាត់ឃើញមានរូបរាងរបស់មនុស្សប្រុសម្នាក់កាន់តែសង្កេតមើលក៏ឃើញថាគាត់កំពុងតែឡើងមកនៅមុខបន្ទប់នឹងតែម្ដងដើររហូតដល់លើមកឈរមុខទ្វារកញ្ចក់តែម្ដងហើយតាមដែលសង្កេតមើលទៅបុរសម្នាក់ហ្នឹងគឺមានស្បែកពណ៌សកម្ពស់ប្រហែលជា1ម៉ែត្រជិតជាងអីនឹងឯងពាក់អាវយឺតពណ៌សស្លៀកខោខ្លីពណ៌ខ្មៅដូចជាក្មេងនៅស្ទីលទេអាយុប្រហែលជា19-20ឆ្នាំនឹងឯងសេឡាក៏ងាកមើលទៅរាងកាយបុរសម្នាក់ហ្នឹង 4-5 នាទីដែររហូតដល់ម្នាក់ហ្នឹងដើរចេញពីមាត់វេរ៉ង់ដាហ្នឹងទៅបាត់ទៅបងអូនសេឡាក៏ឆ្ងល់ដែរថាអាមួយហ្នឹងវាមកឈរមកបន្ទប់អញធ្វើអ្វីប៉ុន្តែពេលហ្នឹងគាត់ក៏មិនបានចាប់អារម្មណ៍បន្តទៀតដែរដោយសារតែស្រវឹងហើយរៀងឈឺក្បាលផងក៏ព្យាយាមបិទភ្នែកដេកលក់បាត់ទៅគឺដេករហូតដល់ព្រឹកប្រហែលជាម៉ោង 5 ទៀតភ្លឺលេងស្រាប់តែបងអូនឡើងងើបពីគេងភ្ញាក់ឲ្យព្រឺតតែម្ដងដោយសារតែគាត់បានឮសូរសំឡេងដូចជាគេដកដង្ហើមខ្លាំងនៅក្បែរត្រចៀករបស់គាត់ហើយពេលដែលគាត់បើកភ្នែកងាកទៅហ្នឹងគឺធ្វើឲ្យគាត់សឹងតែសន្លប់ទៅវិញតែម្ដងគឺគាត់បានឃើញបរិសម្នាក់ដែលឈរនៅមុខកញ្ចក់កាលពីយប់មិញនឹងឯងមកអោនសម្លឹងមុខគាត់ហើយដកដង្ហើមខ្លាំងនៅក្បែរគាត់ដល់ពេលឃើញបរិសម្នាក់ហ្នឹងនៅចិត្តបែកហ្នឹងបានដឹងថាស្បែករបស់មនុស្សប្រុសហ្នឹងគឺសស្លេកតែម្ដងហើយខោអាវរបស់គេគឺទៅទឹកជោកដូចជាមនុស្សដែលត្រាំនៅក្នុងទឹករយៈពេលយូរអញ្ចឹងឯងសេឡាក៏ព្យាយាមទប់កម្លាំងខ្លួនឯងងើបឡើងហើយក៏ប្រញាប់រត់ចេញទៅក្រៅបន្ទប់យ៉ាងលឿនដោយគាត់រត់មកអង្គុយនៅកន្លែងកាំចន្ទានឹងឯងដោយសារតែនៅពេលនោះប្រហែលជាម៉ោង 5 ទៀបភ្លឺកន្លែងនឹងឯងគឺជាកន្លែងដែលមានភ្លើងជាងគេបំផុតហើយគាត់ឆ្ងល់ណាស់ថាគាត់រត់ប៉ុណ្្នឹងហើយហេតុម៉េចបានជាមិត្តភក្តិដទៃទៀតអត់ឮសំឡេងអីសោះអញ្ចឹងហើយគាត់ក៏គិតក្នុងចិត្តបន្ថែមទៀតដែរថាតើអ្វីដែលគាត់ជួបនឹងគឺជាស្អីឲ្យពិតប្រាកដរហូតដល់ប្រហែលជាម៉ោង 6 ជាងព្រឹកក៏មានមិត្តភក្តិដទៃទៀតដើរចេញមកបន្តកន្ទុយគ្នាម្ដងម្នាក់ចេញមកក្រៅសេឡាក៏សួរថាចុងមិនចេញមកក្រៅអញ្ចឹងពួកនឹងក៏ឆ្លើយមកវិញបែបញាប់ប្រក់ថាអញអត់បានសោះដល់ពេលឮបែបហ្នឹងហើយសេឡាក៏មិនសួរអីទៀតដែរព្រោះប្រហែលជាដឹងចម្លើយនៅក្នុងចិត្តហើយរហូតដល់មិត្តភក្តិមួយក្រុម 7 នាក់គឺចេញមកគ្រប់គ្នាតែម្ដងតែនៅពេលហ្នឹងគឺអត់ទាន់មាននរណាគេម្នាក់ហ៊ាននិយាយថាខ្លួនឯងបានជួបអ្វីនោះទេរហូតដល់ម៉ោង 8 ព្រឹកគ្រប់គ្នាក៏ប្រញាប់ចូលទៅក្នុងបន្ទប់វិញរៀបចំអីវ៉ាន់ហើយ check out ចេញពី resort តែម្ដងគឺរបៀបប្រញាប់ប្រញាល់តែម្ដងអ្នកទាំងអស់គ្នាឡើងទូកត្រឡប់ទៅត្រើយម្ខាងវិញក្រោយតែទៅដល់ត្រើយម្ខាងភ្លាមសេឡាក៏ប្រញាប់ខលទៅកាន់ប្អូនស៊ីណាតភ្លាមតែម្ដងប៉ុន្តែស៊ីណាតអត់បានលើកទូរស័ព្ទទេពួកគេគិតថាស៊ីណាតប្រហែលជារវល់ជាប់ធុរៈផ្ទាល់ខ្លួនហើយលេងស្រាប់អីកន្លងមក 3 ថ្ងៃក៏នៅតែមិនអាចតាក់ទងស៊ីណាតបានសេឡាក៏ប្រមូលមិត្តភក្តិទាំងអស់គ្នានឹងទៅលេងផ្ទះស៊ីណាតម្ដងទៅដល់មកផ្ទះឃើញថាផ្ទះរបស់ស៊ីណាតបិទទ្វារចាក់សោស្ងាត់ជ្រាបតែម្ដងក៏សម្រេចខលទៅម្ដងទៀតស្រាប់តែលើកហ្នឹងទូរស័ព្ទរបស់ស៊ីណាតបានបិទបាត់ទៅហើយទាំងសេឡានិងមិត្តភក្តិដទៃទៀតក៏មិនដឹងធ្វើយ៉ាងម៉េចដែរក៏ត្រឡប់ទៅផ្ទះវិញទៅសេឡាមកដល់ផ្ទះមិនទាន់បានកន្លះម៉ោងផងស្រាប់តែឃើញឡានរបស់ឪពុកម្ដាយស៊ីណាតមកដល់ផ្ទះគាត់តែម្ដងលេងស្រាប់តែមកដល់មុខផ្ទះប៉ឹបឡានរបស់ឪពុកស៊ីណាតជិះកញ្ចក់ទម្លាក់ចុះមកប៉ឹបជេរយកតែម្ដងទាំងសេឡាកំពុងតែលើកដៃសំពះសួរគាត់បាននិយាយថាពួកហែងនាំកូនអញទៅលេងអីឈួតមែនបានវាត្រឡប់មកវិញឈឺខ្លាំងដល់ថ្នាក់នេះឥឡូវនេះវាកំពុងតែដេកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យដល់ពេលឮបែបហ្នឹងសេឡានិងមិត្តភក្តិដែលមកជុំគ្នាប៉ុន្មាននាក់ហ្នឹងគឺអត់ដឹងតែគួរឆ្លើយតបបែបម៉េចទេដោយសារតែដឹងរឿងមែនក៏បាននាំគ្នាទៅមើលស៊ីណាតដល់មន្ទីរពេទ្យតែម្ដងពួកគេទាំងអស់គ្នាទៅដល់មន្ទីរពេទ្យភ្លាមគឺឃើញស៊ីណាតកំពុងតែដេកញាប់ខ្លួនទៅត្រើតសក់ជ្រុះចង់អស់រលីងពីក្បាលពេលហ្នឹងទោះបីជាពួកគេព្យាយាមនិយាយអ្វីទៅកាន់ស៊ីណាតក៏គេមិនព្រមឆ្លើយតបមកវិញដែរពីព្រោះថាគ្នាបាត់បង់សតិនៅក្នុងខ្លួនទៅហើយដល់ក្រោយហ្នឹងរយៈពេល2 សប្តាហ៍អីហ្នឹងទើបស៊ីណាតមានសតិមកវិញហើយអាចនិយាយឆ្លើយឆ្លងទៅមកធម្មតាបានសេឡាក៏បានជួបហើយសួរថាតើមានរឿងអីកើតឡើងឲ្យពិតប្រាកដចំពោះឯងគ្នាដូចជាវង្វេងវង្វាន់អស់ហើយពេលនោះស៊ីណាតក៏បាននិយាយរឿងរ៉ាវទាំងអស់ឲ្យសេឡាស្ដាប់គឺថាពេលដែលពួកយើងផឹកស៊ីជុំគ្នាហ្នឹងស៊ីណាតបានដើរទៅនោមនៅក្បែរកាំចន្ទានឹងឯងស្រាប់តែពេលហ្នឹងគឺស៊ីណាតបានឃើញជើងរបស់មនុស្សប្រុសម្នាក់យល់ទៅយល់មកស្រាប់តែគេងើយមើលទៅលើក៏ឃើញមនុស្សប្រុសហ្នឹងទម្លាក់ខ្លួនពីលើដំបូលមកបឹកតែម្ដងគ្រាន់តែឃើញប៉ុណ្ណឹងភ្លាមស៊ីណាតក៏ដួលទៅលើដីផ្ងាក្រោយញ័រដៃញ័រជើងធ្វើអ្វីក៏លេងត្រូវតែម្ដងលេងស្រាប់តែដួលបិទភ្នែកប្រហែលជា 2-3 នាទីហ្នឹងបើកភ្នែកមកវិញស្រាប់តែឃើញបុរសម្នាក់ហ្នឹងនៅលើដំបូលទៀតហើយស៊ីណាតក៏ក្រឡេកទៅរកមិត្តភក្តិដើម្បីឲ្យជួយស្រាប់តែពេលក្រឡេកទៅហ្នឹងឃើញរាងកាយបុរសម្នាក់ហ្នឹងនៅអង្គុយជាមួយនឹងក្រុមពួកម៉ាក់ទាំងអស់គ្នាតែម្ដងគ្រាន់តែឃើញប៉ុណ្ណឹងភ្លាមស៊ីណាតអត់ហ៊ាននិយាយអ្វីទេក៏សពតែដេកមុនតែម្ដងគឺអត់ហ៊ាននិយាយអ្វីទាំងអស់តែឲ្យមិត្តភក្តិដទៃទៀតស្ដាប់ខ្លាចគេខ្លាចនិយាយទៅខ្លាចមានរឿងមិនល្អកើតឡើងដល់ពេលព្រឹកឡើងម៉ោង 5ហ្នឹងគេងើបម្ដងទៀតក៏ឃើញបុរសម្នាក់ហ្នឹងនៅអង្គុយពីចុងក្រែរបស់សីឡាតែម្ដងគេក៏ប្រញាប់រៀបចំអីវ៉ាន់ហើយត្រឡប់មកវិញមុនតែម្ដងទៅដោយស៊ីណាតគិតថាប្រហែលមានតែខ្លួនគេម្នាក់ទេដែលឃើញពីវិញ្ញាណបុរសម្នាក់ហ្នឹងនិយាយទៅខ្លាចសីឡាមិនជឿទៅទៀតអញ្ចឹងណាដល់ពេលសីឡាបានស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយក៏ដូចទៅនឹងរឿងរ៉ាវដែលគេបានជួបផ្ទាល់ដូចគ្នាដល់ពេលអញ្ចឹងទៅសីឡាក៏ព្យាយាមរកចម្លើយថាតើបឹងគីឡូដែលពួកគេបានទៅស្នាក់នៅហ្នឹងមានរឿងអីកើតឡើងឲ្យពិតប្រាកដសីឡាក៏បានសម្រេចចិត្តខលទៅសួរម្ចាស់បឹងគីឡូតែម្ដងតែទោះបីជាសួរយ៉ាងណាក៏ពួកគាត់ប្រកែកមិនប្រាប់ការពិតនោះដែរសីឡាចង់ឈ្នះណាស់ក៏ឡើងទៅបឹងគីឡូនោះម្ដងទៀតស្រាប់តែឃើញថានៅកម្មចន្ទាដែលត្រូវឡើងទៅបន្ទប់ពួកគេហ្នឹងពោពេញទៅដោយផ្កាដែលគេយកមកសែនឡើងត្រៀបត្រាពេញកម្មចន្ទាតែម្ដងពេលដែលគាត់
មកស្នាក់នៅដំបងហ្នឹងអត់បានចាប់អារម្មណ៍ទេថាមានអ្វីខ្លះនៅកម្មចិន្តាហ្នឹងហើយគេដឹងថាបើសិនជាទៅសួរបុគ្គលិកក្រុមហ៊ុនឬក៏ក្រុមការងារនៅបឹងគីឡូហ្នឹងប្រកាសជាគ្មាននរណាប្រាប់ការពិតនោះដែរគាត់ក៏បានដើរចេញទៅម្ដុំហ្នឹងទៅហើយទៅសួរក្មេងៗដែលនៅជិតក្បែរបឹងគីឡូហ្នឹងតែម្ដងអ្នកដែលនៅផ្ទះជាប់អីនឹងជាដើមគាត់ក៏បានសួរទៅក្មេងចិត្តហ្នឹងថាអូនបឹងគីឡូនោះមានឈ្មោះថាបឹងគីឡូអីដែរហើយមានរឿងអីកើតឡើងនៅទីនោះដែរឬអត់ទេដោយសារតែក្មេងៗនៅម្ដុំហ្នឹងបាត់គឺធម្មតាទេប្រកាសជាដឹងរឿងដែលកើតឡើងកាលពីមុនហើយក្មេងនោះក៏ប្រាប់ថាមិនក៏ពូសួរអញ្ចឹងពួកដឹងថាធ្លាប់មានក្រុមទេសចរជាក្មេងប្រុសមកជាមួយនឹងក្រុមពួកម៉ាក់របស់គាត់ហ្នឹងមើលទៅស្ទីលទាំងអស់ទេហ្នឹងហើយមកស្នាក់នៅបឹងគីឡូមួយហ្នឹងម្នាក់ហ្នឹងគឺបានលង់ទឹកស្លាប់ហើយសាកសពហ្នឹងគឺបានហើមអណ្ដែតទៅជាប់ជាមួយនឹងថ្មដែលនៅជាប់នឹងបឹងគីឡូហ្នឹងតែម្ដងគឺវាត្រូវជាមួយនឹងបន្ទប់កន្លែងដែលប្អូនសេឡានិងមិត្តភក្តិបានទៅស្នាក់នៅនឹងឯងហើយជំនឿអ្នកនៅម្ដុំហ្នឹងគេគិតថាឲ្យតែកន្លែងណាដែលសាកសពទៅគឺជាកន្លែងដែលជើងកប់កាច់ឬក៏កាយសាហាវនឹងឯងអញ្ចឹងហើយបានជាអ្នកភូមិនាំគ្នាយកការទៅសែននៅរៀងរាល់មានពេលវេលាបុណ្យទានឬក៏មនុស្សច្រើនជាដើមដល់ពេលអញ្ចឹងទៅមិនមែនត្រឹមតែមិត្តភក្តិក្រុមរបស់សេឡាទេដែលជួបរឿងបែបនេះអ្នកណាក៏ដោយឲ្យតែទៅស្នាក់នៅបឹងគីឡូមួយហ្នឹងគឺដឹងតែជួបរឿងដូចគ្នាតែម្ដងគ្រាន់តែម្ចាស់បឹងគីឡូបិទព័ត៌មានមិនឲ្យចុះផ្សាយតែប៉ុណ្្នឹងឯងហើយចាប់តាំងពីពេលនោះមកទាំងសេឡានិងមិត្តភក្តិរបស់គាត់បានទៅធ្វើបុណ្យបាត់បង់ស្គរឧទ្ទិសកុសលអ្វីៗសពគ្រប់បាត់យ៉ាងអាហោសកម្មឲ្យគេអញ្ចឹងទៅហើយសេឡាក៏មិនបានជួបរឿងរ៉ាវដែលប្លែកៗបន្តមកទៀតនោះដែរហើយនេះគឺជារឿងរ៉ាវទាំងអស់ដែលបងអូនសេឡាបានជួបហើយក៏បានសរសេរផ្ញើមកជូនកម្មវិធីរបស់យើងហើយបើសិនជាបងប្អូនចង់រៀបរាប់ពីសាច់រឿងដែលបានជួបប្រទះផ្ទាល់ខ្លួនអាចផ្ញើសារមកក្នុង inbox របស់ដុកទ័រចៃមនោរតបានបាទចំពោះខ្ញុំវិញតកតងជាមួយរឿងរ៉ាវទាំងអស់នេះបើសិនជាខ្ញុំជាប្អូនស៊ីណាតខ្ញុំនឹងប្រាប់មិត្តភក្តិទាំងអស់ឲ្យបានដឹងពីរឿងនេះគួរឲ្យអាណិតមិត្តភក្តិដែរប៉ុន្តែយើងមិនបានជួបផ្ទាល់យើងក៏មិនដឹងពីហេតុការណ៍ទាំងអស់នោះដែរថាបងប្អូនគឺជាស៊ីណាតវិញតើបងប្អូនសម្រេចចិត្តយ៉ាងណាដែរចូលរួមមតិយោបល់ទាំងអស់គ្នានៅក្នុងប្រអប់ comment ខាងក្រោមហើយអរគុណច្រើនក្នុងការតាមដាន The Story Podcast អេពីសូតទី9នេះចាំជួបគ្នានៅអេពីសូតបន្តទៀត